សរសេរដោយលោកស្រីសាស្ត្រាចារ្យនៅសាកលវិទ្យាល័យจุฬาលង្កនអញ្ចឹងខ្លឹមសារមានដូចតទៅនៅពេលដែលយើងមិនចរចានឹងផ្ដោតទៅលើការប្រើប្រាស់កម្លាំងយោធាកាន់តែច្រើនហើយនឹងកាន់តែបាត់បង់ភាពជឿជាក់លើឆាកអន្តរជាតិសង្គ្រាមមិនមែនជាមធ្យោបាយក្នុងការដោះស្រាយជម្លោះទេលោកហ៊ុនសែនធំឡើងក្នុងជួរកងទ័ពខ្មែរក្រហមដោយមិនមានការអប់រំខ្ពង់ខ្ពស់ជាដុំកំភួនអ្វីនោះទេប៉ុន្តែលោកពូកែខាងកិច្ចការបរទេសខ្លាំងណាស់បានឡើងជារដ្ឋមន្ត្រីការបរទេសតាំងពីអាយុត្រឹមតែ28ឆ្នាំអូខ្ញុំគ្រាន់តែអានកិច្ចចាប់ផ្ដើមនៃការសរសេរអត្ថបទរបស់បាទលោកស្រីសាស្ត្រាចារ្យបាទភួងថងប៉ាវក្រផាន់បាទដែលលោកស្រីសាស្ត្រាចារ្យបង្រៀនបាទនៅសាកលវិទ្យាល័យจุฬาលង្កនលោកស្រីសាស្ត្រាចារ្យគឺជានាយកដ្ឋានបាទគឺជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយបាទនៅសាកលវិទ្យាល័យจุฬาលង្កនគាត់អានការសរសេរដំបូងបន្តិចសោះបាទព្រឺសបល់មែនទេនិយាយទៅគឺលោកស្រីសាស្ត្រាចារ្យបានសរសើរសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននៅក្នុងការសរសេរអត្ថបទរបស់លោកស្រីសាស្ត្រាចារ្យលោកស្រីសង្កត់ធ្ងន់បន្តិចថាលោកហ៊ុនសែនធំឡើងក្នុងជួរកងទ័ពខ្មែរក្រហមដោយមិនមានការអប់រំខ្ពស់ដុំកំភួនអ្វីនោះទេប៉ុន្តែលោកពូកែខាងកិច្ចការបរទេសខ្លាំងបើវងកញ្ចក់បានឡើងជារដ្ឋមន្ត្រីការបរទេសតាំងពីអាយុត្រឹមតែ28ឆ្នាំភ្លាមបន្ទាប់ពីមានបញ្ហាកើតឡើងលោកបានប្រើប្រាស់វេទិការដ្ឋសភារបស់លោកប្រកាសថានឹងលើកបញ្ហាវិវាទជាមួយថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ ទោះបីជាដឹងថាមិនអាចទៅរួចក៏ដោយព្រោះថៃបានដកខ្លួនចេញពីសមាជិក ICJ តាំងពីឆ្នាំ1962ឬនៅពេលដែលខ្លួនបានចាញ់ក្តីលើករណីប្រាសាទព្រះវិហារបងប្អូននេះជាអត្ថបទដែលសរសេរដោយសាស្ត្រាចារ្យនៅសាកលវិទ្យាល័យจุฬาលង្កនណាបាទជាអ្នកចេះដឹងដ៏ខ្ពង់ខ្ពស់មួយរូបណាបាទអញ្ចឹងអត្ថបទនេះគឺមានខ្លឹមសារសំខាន់ហើយវាពិតជាមានអត្ថន័យជ្រាលជ្រៅសម្រាប់យើងជាជនជាតិខ្មែរអញ្ចឹងខ្ញុំសូមអានបន្តលោកស្រីបានសរសេរបន្តថាការប្រកាសបែបនេះរបស់លោកហ៊ុនសែនគឺជាការបាញ់ព្រួយមួយបានស័ក្តិពីរបាទគាត់សរសើរសម្ដេចសត្វទី1គឺការប្រកាសឲ្យប្រជាជនកម្ពុជាឃើញថារដ្ឋាភិបាលនឹងបញ្ចុះញ៉ាំចំពោះប្រទេសធំជាងខ្លួនឡើយទោះបីជាលោកមានភាពស្និទ្ធស្នាលជាមួយរដ្ឋាភិបាលថៃនិងក្រុមគ្រួសារលោកស៊ីណាវ៉ាត់ក៏ដោយក៏រដ្ឋាភិបាលកម្ពុជាមានកិច្ចការពារផលប្រយោជន៍របស់ប្រជាជនកម្ពុជាដែរនេះបានធ្វើឲ្យប្រជាជនខ្មែរពេញចិត្តយ៉ាងខ្លាំងអញ្ចឹងអត្ថបទនេះគឺហាក់បីដូចជាលោកស្រីសាស្ត្រាចារ្យបានយល់អំពីចិត្តគំនិតនិងចេតនារបស់ប្រមុខថ្នាក់ដឹកនាំនៅជំនាន់មុនគឺសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនហើយក៏ទំនងជាយល់អំពីចិត្តគំនិតនិងចេតនារបស់សម្ដេចនាយករដ្ឋមន្ត្រីក្នុងពេលបច្ចុប្បន្នគឺសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតអញ្ចឹងខ្ញុំសូមអានបន្តសត្វទី2គឺការប្រកាសឲ្យអន្តរជាតិឃើញថាកម្ពុជាដោះស្រាយបញ្ហាដោយប្រើប្រាស់ច្បាប់អន្តរជាតិជាទីពឹងច្បាប់អន្តរជាតិត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហារក្សាសន្តិភាពនិងសន្តិសុខពិភពលោកកម្ពុជាប្រព្រឹត្តខ្លួនជាសមាជិកល្អរបស់ពិភពលោកចុចលោកហ៊ុនសែនចង់លបងជាមួយថៃថាហ៊ានឬមិនហ៊ានដែលមានអាជ្ញាកណ្ដាលដោះស្រាយវិវាទនេះតើអ្នកខ្លាចអ្វីដូច្នេះសម្រាប់ខ្ញុំនៅពេលថៃលែងចង់ប្រើប្រាស់ ICJ
គឺត្រូវពឹងផ្អែកលើការចរចាជាវិធីសាស្ត្រសំខាន់ក្នុងការដោះស្រាយបញ្ហាការដែលរដ្ឋាភិបាលប្រកាសប្រើប្រាស់វេទិកា JBC គឺជាចំណុចចាប់ផ្ដើមដ៏ល្អទោះបីជាត្រូវចំណាយពេលយូរក្នុងការដោះស្រាយការយល់ច្រឡំក៏ដោយការនិយាយត្រង់ទៅខ្ញុំឆ្ងល់ជាមួយរដ្ឋាភិបាលភឿថៃនេះណាធ្វើការដូចអ្នកបែកថ្នាំស្ទើរគ្រប់រឿងបងប្អូនណាខ្ញុំសូមបញ្ជាក់នេះគឺជាអត្ថបទដែលលោកស្រីសាស្ត្រាចារ្យនៅសាកលវិទ្យាល័យจุฬาលង្កនជាអ្នកសរសេរខ្ញុំនិងក្រុមការងារបានធ្វើការស្រាវជ្រាវនិងធ្វើការបកប្រែជាភាសាខ្មែរខ្ញុំសូមអានបន្តសម្រាប់អ្នកកើតមិនទាន់ចំនួនហេតុការណ៍វិវាទលើប្រាសាទព្រះវិហារដែលបានផ្ទុះឡើងដោយចលនាដែលមានបំណងបំផ្លាញរដ្ឋាភិបាលភឿថៃដោយការញុះញង់ជាតិនិយមជ្រុលក្នុងអំឡុងឆ្នាំ2008និង2011ខ្ញុំសូមសង្ខេបពីរបៀបដែលករណីវិវាទនេះបានធ្វើឲ្យប្រទេសថៃប្រៀបដូចជាក្មេងមិនទាន់ធំក្នុងចំណោមឆាកអន្តរជាតិនិយាយទៅគាត់និយាយនេះហាក់បីដូចជាវាយរដ្ឋាភិបាលថៃខ្លាំងមែនទែនបាទខ្ញុំសូមអានបន្តនៅពេលដែលមានការប៉ះទង្គិចគ្នាខាងយោធាកើតឡើងរដ្ឋាភិបាលលោកហ៊ុនសែនបានប្រកាសស្នើឲ្យអាស៊ានចូលរួមជាអន្តរការីក្នុងការចរចាប្រទេសឥណ្ឌូនេស៊ីដែលជាប្រធានអាស៊ាននៅពេលនោះលោកម៉ាទីណាតាលេហ្កាបារដ្ឋមន្ត្រីការបរទេសបានឆ្លើយតបទទួលស្វាគមន៍យ៉ាងរហ័សព្រោះវាស្របទៅនឹងសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ Treaty of Amity and Cooperation in Southeast Asia TAC របស់អាស៊ានដែលចែងថាប្រទេសសមាជិកគប្បីដោះស្រាយបញ្ហាចំនួនដោយសន្តិវិធីប៉ុន្តែរដ្ឋាភិបាលលោកអភិសិទ្ធបានបដិសេធភ្លាមដោយនិយាយថានេះជារឿងទ្វេភាគីមិនចង់ឲ្យភាគីឬអង្គការទី3ចូលរួមឡើងទោះបីជាថៃជាសមាជិកអាស៊ានក៏ដោយឥណ្ឌូនេស៊ីបានខកចិត្តតែម្ដងនៅពេលនោះនៅពេល2011លោកហ៊ុនសែនបានប្រកាសថានឹងមិនមានការចរចាទ្វេភាគីទៀតឡើងរឿងនេះហាក់បីដូចជារឿងដែលកំពុងតែកើតឡើងក្នុងពេលបច្ចុប្បន្នដែរបងប្អូនណាវាដូចជាតលហិកឬក៏ជាសាច់ទៀងគ្នាអញ្ចឹងខ្ញុំសូមអានបន្តហើយបានដាក់ពាក្យស្នើឲ្យក្រុមប្រឹក្សាភិបាលសន្តិសុខអង្គការសហប្រជាជាតិ UNSC រៀបចំកិច្ចប្រជុំបន្ទាន់ដើម្បីរកដំណោះស្រាយបញ្ចប់ការឈ្លានពានរបស់ថៃពាក្យរបស់ UNSC រួមទាំងឲ្យបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅប្រចាំនៅតំបន់ចំនួនទៀតផងរដ្ឋាភិបាលលោកអភិសិទ្ធបានជំទាស់សំណើនេះប៉ុន្តែ UNSC បែរជាយល់ព្រមទទួលពិចារណាបញ្ហាដែលកម្ពុជាបានស្នើសុំ UNSC បានចេញសេចក្តីសម្រេចមួយដោយជំរុញឲ្យប្រទេសទាំងពីរអនុវត្តការប្រុងប្រយ័ត្នបំផុតឲ្យមានការព្រមព្រៀងឈប់បាញ់គ្នាជាអចិន្ត្រៃយ៍ហើយឲ្យឥណ្ឌូនេស៊ីក្នុងនាមជាប្រធានអាស៊ានជាអន្តរការីគ្រប់គ្រងកិច្ចប្រជុំរវាងភាគីទាំងពីរលោកហ៊ុនសែនបានឆ្លើយតបទៅនឹងសំណើរបស់ UNSC ភ្លាមដោយមានការស្នើឲ្យបញ្ឈប់ការបាញ់គ្នាជាអចិន្ត្រៃយ៍ប៉ុន្តែរដ្ឋាភិបាលលោកអភិសិទ្ធបានបដិសេធសំណើនេះភ្លាមដូចគ្នានៅទីបំផុតនៅខែសីហាឆ្នាំ2011កម្ពុជាបានសម្រេចចិត្តដាក់ញត្តិទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ដើម្បីកំណត់ពីវិសាលភាពនៃតំបន់ជុំវិញ The Vicinity នៃប្រាសាទព្រះវិហារដែលថៃត្រូវដកទ័ពចេញក្រៅពីនេះកម្ពុជាក៏បានស្នើឲ្យ ICJ ចេញដីកាការពារបណ្ដោះអាសន្នដោយតម្រូវឲ្យថៃដកទ័ពចេញពីតំបន់ជម្លោះនិងបញ្ចប់សកម្មភាពណាមួយដែលជ្រៀតជ្រែកដល់សិទ្ធិរបស់កម្ពុជាក្នុងការអភិវឌ្ឍប្រាសាទព្រះវិហារឬធ្វើឲ្យជម្លោះកាន់តែធ្ងន់ធ្ងរឡើងរឿងនេះបានបញ្ចប់ទៅដោយការបរាជ័យរបស់ថៃជាលើកទី2នៅពេលដែល ICJ បានសម្រេចថាភ្នំព្រះវិហារទាំងមូលគឺជាតំបន់ Vicinity Vicinity នៃប្រាសាទនេះទាំងមូលដែលជារបស់កម្ពុជាហើយថៃត្រូវតែដកទ័ពចេញមុននេះថៃចាត់ទុកថាតំបន់ខាងលិចច្រាំងថ្មឬប្រាសាទជារបស់ថៃរឿងនេះបានបង្រៀនយើងថា
នេះជាអ្វីដែលលោកស្រីសាស្ត្រាចារ្យបានសរសេរបន្តផងណាបាទរឿងនេះបានបង្រៀនយើងថាទោះបីអ្នកជាប្រទេសមហាអំណាចដែលអាចធ្វើអ្វីតាមទំនឹងចិត្តក៏ដោយតែកាលណាអ្នកចង់ដោះស្រាយបញ្ហាដោយសង្គ្រាមអ្នកនឹងមិនអាចដោះស្រាយតាមរបៀបអញ្ចឹងបាននោះទេព្រោះពិភពលោកមានច្បាប់អន្តរជាតិដែលអាចឲ្យភាគីចំនួនយកមកប្រើប្រាស់ច្បាប់នេះបានប៉ុន្តែពេលនេះកម្ពុជាមិនអាចអូសដៃអូសទាញថៃឲ្យទៅកាត់ក្តីនៅ ICJ បានទៀតឡើយប៉ុន្តែថៃត្រូវគិតគូរពីស្ថានភាពរបស់ខ្លួនក្នុងឆាកអន្តរជាតិឲ្យបានច្រើនជាច្រើនឆ្នាំមកនេះវិបត្តិនយោបាយថៃធ្វើឲ្យយើងខ្លាយជាក្មេងវាម្ដែងក្នុងក្រសែភ្នែកពិភពលោករួមទាំងករណីជនភៀសខ្លួនអ៊ុយហ្គើនិងការគំរាមកំហែងលោកបណ្ឌិត Paul Chamber ផងដែរដែលបានប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រជាជនដែលមិនអាចប៉ាន់ស្មានបានទោះបីជាចង់ដោះស្រាយបញ្ហាដោយសង្គ្រាមក៏ដោយថៃក៏មិនគួរគិតថានឹងឈ្នះកម្ពុជាងាយៗដែរព្រោះចាប់តាំងពីកើតឧបទ្ទវហេតុជុំវិញករណីប្រាសាទព្រះវិហារមកកម្ពុជាបានចាត់ទុកថៃជាសត្រូវលេខ1បងប្អូនសូមបញ្ជាក់នេះជាអ្វីដែលលោកស្រីសាស្ត្រាចារ្យបានសរសេរនៅក្នុងអត្ថបទរបស់លោកស្រីហើយខ្ញុំនិងក្រុមការងារបានស្រាវជ្រាវនិងបកប្រែជាភាសាខ្មែរខ្ញុំសូមអានបន្តពួកគេបានពង្រឹងកិច្ចសហប្រតិបត្តិការយោធាជាមួយចិនកាន់តែខ្លាំងដើម្បីពន្លឿនការកសាងអំណាចយោធាចុចគាត់សរសេរចុចអញ្ចឹងបញ្ហាគឺថាតើភាគីយោធានិងសន្តិសុខរបស់ថៃតាមទាន់ការផ្លាស់ប្ដូរខាងយោធារបស់កម្ពុជាដែរឬអត់កន្លែងនេះលោកស្រីសាស្ត្រាចារ្យហាក់បីដូចជាចង់និយាយថាកម្ពុជាឥឡូវនេះគឺមានយោធាដែលថៃមិនអាចស្មានទុកឬក៏មិនអាចស្មានដឹងនោះទេដូច្នេះកុំចេះតែហ៊ានកុំចេះតែលោតកុំចេះតែចង់ចន្លោឬក៏ចង់សាក់លបងកម្លាំងជាមួយនឹងកម្ពុជាខ្ញុំសូមអានបន្តតើយើងបានបាត់បង់ប៉ុន្មានទៅហើយជាមួយករណីប្រាសាទព្រះវិហារទាំងជីវិតប្រជាជនទាហានសេដ្ឋកិច្ចទេសចររបស់ប្រជាជនស្រុកស៊ីសាកេតប្រជាជនស្រុកស៊ីសាកេតបានស្លាប់ទេសចររបស់ប្រជាជនស្រុកស៊ីសាកេតបានស្លាប់បាទស្លាប់រលីងមានន័យថាស្លាប់អស់ហើយសេដ្ឋកិច្ចនៅក្នុងស្រុកស៊ីសាកេតហ្នឹងគឺថាទេសចរក្នុងស្រុកស៊ីសាកេតហ្នឹងគឺអត់មានស្ថានភាពល្អប្រសើរទេគឺចប់សពគ្រប់គឺបានចប់សពគ្រប់រហូតមកដល់ពេលបច្ចុប្បន្នការចំណាយលើការតស៊ូក្តីថ្លៃមេធាវីបរទេសជឿថាមិនតិចជាង300លានបាតទេនេះមិនទាន់រាប់បញ្ចូលថាវិបត្តិនេះបានធ្វើឲ្យរដ្ឋាភិបាលមិនអាចផ្ដោតលើការដោះស្រាយបញ្ហាផ្ទៃក្នុងបានពេញលេញផងដែរជំនួសជាមួយប្រទេសកម្ពុជានៅពេលបច្ចុប្បន្នបង្ហាញថាមនុស្សជាច្រើនរួមទាំងបញ្ញវន្តផងមិនបានរៀនពីអតីតកាលទេនៅតែបន្តជាន់ដានប្រវត្តិសាស្ត្ររបស់ខ្លួនឯងពួកជាតិនិយមជាអ្នកបង្កាត់ភ្លើងវិវាទរីឯអ្នករងទុក្ខពិតប្រាកដគឺប្រជាជនមិនដឹងអីឯអ្នកបង្កាត់ភ្លើងគ្មានអ្នកណាមកទទួលខុសត្រូវពេលដែលផលវិបាកកើតឡើងប្រៀបបានដូចជារឿងហេតុកើតឡើងនៅចន្លោះឆ្នាំ2008ដល់2011ដែរអត្ថបទរបស់លោកស្រីសាស្ត្រាចារ្យភួងថងប៉ាវក្រផាន់សាស្ត្រាចារ្យនៅនាយកដ្ឋានទំនាក់ទំនងអន្តរជាតិមហាវិទ្យាល័យវិទ្យាសាស្ត្រនយោបាយសាកលវិទ្យាល័យจุฬาលង្កនខ្ញុំបានអានចប់ហើយតើតើជាមួយនឹងតើតើជាមួយនឹងអត្ថបទដែលលោកស្រីទើបតែសរសេរហើយទើបតែបានបង្ហោះថ្មីផងដែរអញ្ចឹងបងប្អូនក្នុងពេលបច្ចុប្បន្ននេះខ្ញុំនៅតែលើកឡើងដដែលថាអ្វីដែលកម្ពុជាបានធ្វើគឺពិភពលោកគេមើលឃើញអន្តរជាតិគេមើលឃើញហើយនេះគឺជារឿងមួយដែលចំណេញសម្រាប់កម្ពុជាព្រោះអ្វីដែលគេព្យាយាមច្រឡោតគេព្យាយាមបង្ហាញអរិយាប័ត្របាទរឹមតតឹងក៏ដូចជាអរិយាប័ត្រមិនសមរម្យបាទការដែលគេទៅធ្វើបាតកម្មនៅមុខទូតកម្ពុជានៅស្រុកថៃអីហ្នឹងវាជាសកម្មភាពដែលគេចង់ឲ្យយើងបង្ហាញអរិយាប័ត្រហិង្សាដែរដើម្បីឲ្យយើងចូលតាក់គេបាទព្រោះគេហិង្សាទៅហើយក៏យើងទៅហិង្សាជាមួយគេដែរ
តែតើជាមួយនឹងអេរយាបបរបស់យើងគឺមិនមែនជាមនុស្សចាស់ទុំមិនមែនជាមនុស្សដែលយល់អំពីកិច្ចការងារការទូតនោះទេអញ្ចឹងការដែលយើងរក្សាភាពស្ងៀមស្ងាត់ហើយយើងប្រមូលឯកសារទាំងអស់យើងប្រមូលឯកសារយើងប្រមូលភស្តុតាងយើងប្រមូលនៅគ្រប់សកម្មភាពរបស់ខាងភាគីពាក់ព័ន្ធនោះយើងទៅដាក់នៅតុលាការយុត្តិធម៌អន្តរជាតិទៅយើងមានប្រៀបជាងគេបាត់ទៅហើយយើងមានប្រៀបជាងគេបាត់ទៅហើយព្រោះនោះក្មេងលៀមដៃនោះតែយើងជាមនុស្សដែលចាស់ទុំយើងមានរបៀបរបបក្នុងការធ្វើការងារបាទអញ្ចឹងដោយសារតែអត្ថបទនេះមានខ្លឹមសារល្អទើបខ្ញុំនឹងក្រុមការងារស្រាវជ្រាវយកមកធ្វើការបកប្រែជាភាសាខ្មែរហើយអានជូនបងប្អូនស្ដាប់បាទតាំងពីដើមនៃការ live រហូតមកដល់បាទម៉ោងនេះហើយបច្ចុប្បន្ននេះខ្ញុំកំពុង live នេះខ្ញុំ live នៅហាងកាហ្វេរបស់ខ្ញុំនៅតាខ្មៅដដែលទេប៉ុន្តែទីតាំងសាខាទី2នៅលើផ្លូវជាតិលេខ21បងប្អូនធ្វើដំណើរពីរំវង់មូលតាម៉ៅមកប្រហែលជាអត់ដល់1គីឡូដីទេប្រហែលជា700ម៉ែត្រទេណា700-800ម៉ែត្រនៅស្ដាំដៃបាទទោះបងប្អូននៅស្ដាំដៃនៅទីនេះតាមពិតទៅបងប្អូនអាចសួរថាមិនបានបើកនៅតាខ្មៅ2មែនដោយសារតែនៅទីតាំងថ្មីនេះមានកន្លែងចតម៉ូតូចតឡានអីស្រួលបាទហើយក៏យើងលើកមីញោមរបស់យើងដែលយើងបើកនៅសាកាច់ឈុងនោះយើងលើកមកនេះដែរអញ្ចឹងដើម្បីបងប្អូនអាចមកចតនៅនេះបានមកញ៉ាំនៅនេះបានព្រោះមីញោមមីសួរញោមអីហ្នឹងគឺតតែក្តៅបានឆ្ងាញ់បាទក្តៅបានឆ្ងាញ់តែជាបងប្អូនខ្ចប់ទៅមិនសូវឆ្ងាញ់ទេអញ្ចឹងទៅយើងក៏អត់ថែមទីតាំងថ្មីនៅទីនេះហើយបងប្អូនអាចអញ្ជើញមកបាននៅទីនេះងាយស្រួលរកទេមិនលំបាករកទេបាទបងប្អូនធ្វើដំណើរពីរំវង់មូលតាម៉ៅមកផ្លូវទៅស្អាងផ្លូវទៅកោះធំហ្នឹងប្រហែលជា700-800ម៉ែត្រទេគឺនៅស្ដាំដៃហ្នឹងឯងបាទនៅស្ដាំដៃហ្នឹងឯងមិនពិបាករកទេបាទអញ្ចឹងខ្ញុំបិទ speaker តែខ្ញុំនឹងបើកម៉ៃ live បន្តអណ្ដែតទេបាទ